ចាសួស្តីបងប្អូនទាំងអស់គ្នាយើងវិលមកជួបគ្នាម្ដងទៀតតទៅជាមួយនឹងការរៀនភាសាចិនថ្ងៃនេះគឺនឹងខ្ញុំសូមយកពាក្យដែលប្រើប្រាស់នៅក្នុងវិស័យធនាគារចំនួន10ពាក្យមកសិក្សាជាមួយនឹងបងប្អូនទាំងអស់គ្នាចាអញ្ចឹងឥឡូវនេះគឺយើងមកសិក្សានៅពាក្យនីមួយៗដូចខាងក្រោមចាអញ្ចឹងពាក្យទី1បងប្អូនគ្នាឃើញរូបនឹងចាឃើញរូបនឹងដឹងថាពាក្យនឹងដែលយើងត្រូវរៀននឹងពាក្យអីអត់ចាគឺជាពាក្យថាធនាគារចាអញ្ចឹងពាក្យថាធនាគារភាសាចិនគឺយើងនិយាយថា in ហាង in សលេងទី2អានថា in ហអាងហាងសលេងទី2អានថាហាង in ហាងចា in ហាងគឺបកថាធនាគារចាអញ្ចឹងពាក្យទី2ចាទី2គឺមានរូបកាតមែនទេចាអញ្ចឹងគឺមានន័យថាម៉េចកាតធនាគារឬក៏កាត ATM ចាអញ្ចឹងភាសាចិនយើងនិយាយថា in ហាងខាចា in ហាងខាចាឬក៏ ATM ខាក៏បានដែរយើងនិយាយលាយអង់គ្លេសជាមួយនឹងចិនក៏បានដែរចាអាចថា in ហាងខាឬក៏ ATM ខាចាអញ្ចឹងពាក្យថាខាហ្នឹងគឺបកថាកាតអញ្ចឹងតើអ្នកគ្នាអាចចងចាំពាក្យនីមួយៗណានៅចុងមេរៀនរបស់យើងគឺយើងនឹងមានមេរៀនរំលឹកខ្លះៗដែរចាអញ្ចឹងពាក្យទី2គឺ in ហាងខាកាតធនាគារឬក៏កាត ATM ចាពាក្យទី3គឺតកតងជាមួយនឹងគណនីចាគណនីគឺ bank account ចានៅកន្លែងនេះណាអញ្ចឹងបើសិនជាមកក្នុង mobile app គឺយើងទៅឡើង font ចិនកន្លែងនេះគឺចេញពាក្យថា bank account នឹងឯងគណនីនឹងឯងអញ្ចឹងភាសាចិនគឺយើងនិយាយថាចាំងហ៊ូចាជឺអាងចាងសំឡេងទី4ណាថាចាំងហអ៊ូហ៊ូសំឡេងទី4ណាថាហ៊ូចាំងហ៊ូសំឡេងទី4និង2បកថាគណនីឬក៏ bank account ជាភាសាអង់គ្លេសពាក្យបន្ទាប់គឺតកតងជាមួយនឹងចាឃើញរូបភាពនេះអាចដឹងថាជារូបភាពអីអត់ចាគឺជាការបើកគណនី open bank account ចាអញ្ចឹងពាក្យថាបើកគណនីភាសាចិនគឺយើងនិយាយថាខាយហ៊ូចាខអាយខាយសលេងទី1ខាយហអ៊ូហ៊ូខាយហ៊ូបើកគណនីចាពាក្យបន្ទាប់គឺតកតងជាមួយនឹងបិទគណនីចា close account អញ្ចឹងភាសាចិនគឺយើងនិយាយថាសៀវហ៊ូចាសៀវហ៊ូនឹងគឺបិទគណនីចាពាក្យបន្ទាប់គឺចារូបនេះគឺយើងអាចដឹងហើយគឺរូបមិនទៅអតិជនយកលុយទៅដាក់អញ្ចឹងមានថាដាក់ប្រាក់ភាសាអង់គ្លេស deposit ភាសាចិនគឺឈុនខ្វាន់ឬក៏ឈុនឈៀនចាឈឺអ៊ុនឈឺវិនឈួនចាខអានេះគឺអ៊ូអានអ៊ួនខអ៊ួនខ្វាន់សលេងទី3យ៉ាងថាខ្វាន់ឈុនខ្វាន់ចាឈុនខ្វាន់ហ្នឹងគឺដាក់ប្រាក់ឬក៏ពាក្យមួយទៀតគឺយើងអាចនិយាយថាឈុនឈៀនចាឈុនឈៀនក៏ដាក់ប្រាក់ដែរអញ្ចឹងពាក្យថាឈុនគឺមានន័យថារក្សារីឯឈៀនហ្នឹងគឺបកថាលុយខ្វាន់ហ្នឹងក៏បកថាគេហៅថាពាក្យនៅក្នុងភាសាបច្ចេកទេសនៅក្នុងវិស័យធនាគារគឺតកតងជាមួយនឹងសាច់ប្រាក់អញ្ចឹងឈុនខ្វាន់ហើយនឹងឈុនឈៀនគឺស្មើនឹងដាក់ប្រាក់ណាភាសាអង់គ្លេសគឺ deposit ពាក្យបន្ទាប់គឺតកតងជាមួយនឹងការដកប្រាក់វិញម្ដងចាការដកប្រាក់គឺយើងប្រើបាន3វិធី3របៀបពាក្យទី1គឺយើងអាចនិយាយបានថាធីខ្វាន់ឈឺខ្វាន់ឬក៏ឈឺឈៀនចាអញ្ចឹងក្នុងចំណោមទាំង3ហ្នឹងគឺយើងប្រើមួយណាក៏បានដែរគ្រាន់តែពាក្យថាធីខ្វាន់ហ្នឹងគឺជាពាក្យដែលគេប្រើផ្លូវការនៅក្នុងឯកសារជាផ្លូវការណាប៉ុន្តែបើសិនជាឈឺឈៀនគឺជាពាក្យដែលយើងប្រើសាមញ្ញទូទៅធម្មតាជាទូទៅនៅក្នុងធនាគារគឺអតិថិជនចូលចិត្តប្រើពាក្យថាឈឺឈៀនចាឈឺឈៀនហ្នឹងគឺងាយស្រួលក្នុងការនិយាយហើយក៏ជាពាក្យទូទៅដែរចា
dân bên ta chữ nó cứ bộ thả độ nè chà chữ chuyến độ lùi chấn độ bạc độ sạch bạc độ lùi được cô bị trò vó cứ dân vậy thá thí khoản chữ chà ní cứ chụp pi nó tỏ cái ní trên giờ nè chữ bố nó sạ ư nó cứ một mùi chà mà mẹ sạ u thế nè sạ ư một mùi dân cứ việcประกอบជាមួយនឹងឈីវាចេញឈីឈីអ៊ីឈីសលេងទី3យ៉ាងថាឈីចាឈីមាត់មូលឈីខ្វានឬក៏ឈីឈៀនចាអញ្ចឹងត្រង់ចាំពាក្យហ្នឹងយើងអាចប្រើបាន3ពីបន្ទាប់គឺតកតងជាមួយនឹងការផ្ទេរប្រាក់ភាសាអង់គ្លេស transfer ចាអញ្ចឹងភាសាចិនគឺជាន់ចាំងចាជាន់ចាំងហ្នឹងគឺផ្ទេរប្រាក់អញ្ចឹងតកតងជាមួយនឹងការផ្ទេរប្រាក់ហ្នឹងគឺឧទាហរណ៍ថាផ្ទេរពីគណនីមួយទៅគណនីមួយក្នុងធនាគារដូចគ្នាឬក៏ផ្ទេរពីគណនីធនាគារផ្សេងទៅគណនីធនាគារផ្សេងទៀតអាហ្នឹងយើងប្រើពាក្យថាជាន់ចាំងចាអញ្ចឹងមួយទៀតគឺតកតងជាមួយនឹងការផ្ទេរប្រាក់ចាអញ្ចឹងកន្លែងនេះវារៀងស្តៀងគ្នាបន្តិចណាបងប្អូនគ្នាការផ្ញើផ្ទេរប្រាក់មួយទៀតគឺផ្ញើប្រាក់អញ្ចឹងផ្ញើប្រាក់នៅទីនេះគឺមានន័យថាភាសាអង់គ្លេសគឺ remittance គឺមានន័យថាការផ្ទេរប្រាក់ទៅក្រៅប្រទេសណាចាការផ្ទេរប្រាក់ទៅក្រៅប្រទេសគឺយើងបកថាយើងអានថាហួយខ្វានចាហួយខ្វាននឹងផ្ទេរក្រៅប្រទេសចឹងឧទាហរណ៍ថាអតិជនគាត់ចង់ផ្ញើប្រាក់ពីប្រទេសកម្ពុជារបស់យើងទៅកាន់ប្រទេសផ្សេងក្រៅពីកម្ពុជារបស់យើងដូចជាចិនដូចជាកូរ៉េដូចជាអាមេរិកផ្សេងគឺគេប្រើពាក្យថាហួយខ្វានចាហួយខ្វានចាអញ្ចឹងវាជាចរន្តនៃការផ្ទេរសាច់ប្រាក់ដូចគ្នាប៉ុន្តែគ្រាន់តែមួយផ្ទេរប្រាក់នៅក្នុងស្រុកមួយទៀតគឺផ្ញើទៅក្រៅប្រទេសចាអញ្ចឹងផ្ទេរប្រាក់ធម្មតាគឺយើងនិយាយថាម៉េចជាន់ចាំងចាមួយទៀតគឺយើងបកថាហួយខ្វានចាអញ្ចឹងហួយខ្វានហ្នឹងគឺផ្ញើប្រាក់ remittance ទៅក្រៅប្រទេសមួយនេះគឺតកតងជាមួយនឹងសមតុល្យធនាគាររបស់យើងចា account balance របស់យើងចាអញ្ចឹងភាសាចិនគឺយើងចង់និយាយថាម៉េចទៅភាសាចិនគឺនិយាយថា UR ចា UR ហ្នឹងគឺចង់សំដៅទៅលើសមតុល្យគណនីដែលលុយនៅក្នុងកងរបស់យើងហ្នឹងមានប៉ុន្មានអញ្ចឹងអាហ្នឹងហើយគឺជា UR គឺជាសមតុល្យចាសមតុល្យនៅក្នុងគណនីធនាគារអញ្ចឹងបងប្អូនគ្នាអាចចងចាំពាក្យសិននៅពេលដែលយើងចង់ចេះបង្កើតជាប្រយោគសូមយើងចូលដល់មេរៀនបន្ទាប់ចាអញ្ចឹងថ្ងៃនេះគឺយើងរៀនបាន10ពាក្យអញ្ចឹងចង់ដឹងថាទាំងអស់គ្នាអាចចងចាំបានប្រមាណភាគរយឥឡូវមកសាកល្បងរំលឹកមេរៀនជាមួយនឹងរូបនាងខ្ញុំអញ្ចឹងនាងខ្ញុំទុកពេលឲ្យបន្តិចដើម្បីឲ្យទាំងអស់គ្នាក្នុងការនឹករកចម្លើយតែចុងក្រោយដូចខ្ញុំនឹងប្រាប់ចម្លើយដូចតែគ្នាទេគ្រាន់តែថាចង់ឲ្យទាំងអស់គ្នាអាចមើលវីដេអូនឹងហើយចងចាំបានប្រមាណអញ្ចឹងបើសិនជាយល់ឃើញថាការរំលឹកមេរៀនហ្នឹងអត់ធ្វើចាំទេអញ្ចឹងអាចសារទៅវីដេអូខាងដើមដើម្បីមើលមេរៀនឡើងវិញម្ដងទៀតអញ្ចឹងពាក្យទី1គឺយើងអានថាម៉េចទាំងអស់គ្នាអានថា in ហាងបកថាម៉េចមិញចាហៅនឹកតិចមើលគឺបកថាធនាគារចាពាក្យទី2ចាំងហ៊ូនឹងបកថាម៉េចដែរចាហៅនឹកមើលចាំងហ៊ូចាបកថាគណនីណាមួយទៀតជាន់ចាំងនឹងបកថាម៉េចបងប្អូនគ្នាបកថាផ្ទេរប្រាក់ចា UR យើងរៀនចុងក្រោយគេមិញហ្នឹងគឺបកថាម៉េចសមតុល្យណាចា account balance ហួយខ្វានចាហួយខ្វានបកថាម៉េចទៅបកថាផ្ញើប្រាក់ណាចាផ្ញើប្រាក់ទៅក្រៅប្រទេសមួយទៀតគឺសៀវហ៊ូចាសៀវហ៊ូបកថាម៉េចបិទគណនីឬក៏ close account ចា
រីឯពាក្យនេះវិញchỉ khoán trừ khoán ឬក៏trừ钱បកថាម៉េចបងប្អូនគ្នាចាបកថាដកប្រាក់ណាចាឈុនខ្វានឬក៏ឈុនឈៀនចាបកថាម៉េចចាផ្ទុយពីដកប្រាក់គឺដាក់ប្រាក់ចាពាក្យនេះគឺមកទៅខាយហ៊ូចាខាយហ៊ូគឺបកថាបើគណនីចាយើងจะសល់ពាក្យមួយចុងក្រោយគឺអ៊ីនហាងខាបកថាកាតធនាគារឬក៏កាត ATM ចាអញ្ចឹងថ្ងៃនេះគឺយើងបានរៀនអំពីពាក្យដែលយើងប្រើជាទូទៅនៅក្នុងវិស័យធនាគារចំនួន10អញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នាបន្ទាប់ពីរៀនមេរៀននេះហើយគឺអាចយកទៅអានក៏ដូចជាចងចាំពាក្យដើម្បីងាយស្រួលនៅក្នុងការប្រើប្រាស់ប្រសិនបើបងប្អូនទាំងគ្នាស្ថិតនៅក្នុងបុគ្គលិកដែលធ្វើការនៅក្នុងធនាគារស្រាប់គឺពិតជាត្រូវការនៅពាក្យទាំងអស់ហ្នឹងដើម្បីប្រើប្រាស់នៅក្នុងការងារបម្រើសេវាដល់អតិថិជនប្រចាំថ្ងៃចា៎អញ្ចឹងជាចុងក្រោយក៏សូមអរគុណដល់អ្នកគ្នាដែលបានទស្សនានៅវីដេអូមួយនេះសង្ឃឹមថាបងប្អូនទាំងគ្នាអាចជួយ Subscribe ឬក៏ចុចដាក់មេដៃដើម្បីធ្វើឲ្យ channel របស់ខ្ញុំអាចបង្កើនអតិថិជនដែលអ្នកទស្សនាបានច្រើនបន្ថែមទៀតចា៎អញ្ចឹងអរគុណច្រើនយើងជួបគ្នានៅក្នុងវីដេអូបន្ទាប់ចា៎ជៀន